បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូសម្រាប់ធ្វើការ update ទៅលើ version របស់ AI Boy អញ្ចឹងវីដេអូនេះសម្រាប់បងប្អូនដែលបានធ្វើការទិញហើយចុះ license ហើយចង់ធ្វើការបន្ត update ទៅ version ក្រោយនៃ AI Boy ដូចបច្ចុប្បន្ននៅក្នុងវីដេអូនេះគឺឡើងដល់ 8.2 អញ្ចឹងបើសិនជាខ្ញុំឡើងទៅ version 8.3 8.4 បងប្អូនអាចធ្វើការ update ដោយប្រើប្រាស់វិធីសាស្ត្រនេះបានអញ្ចឹងដំបូងឡើយគឺបងប្អូនធ្វើការឈរនៅលើ folder ដែលបងប្អូនបានធ្វើការដាក់ license ចាស់ឧទាហរណ៍គឺ version 8អញ្ចឹងបងប្អូនចូលមកគឺមានទម្រង់បែបនេះអញ្ចឹងបងប្អូនគឺអត់ត្រូវធ្វើអ្វីទាំងអស់គឺគ្រាន់តែធ្វើការ download file ដែលខ្ញុំបានទម្លាក់នៅក្នុងក្រុម Telegram ដែលជា version ចុងក្រោយហើយបងប្អូនធ្វើការ click ម៉ៅស្ដាំ extract to ក៏បានឬមួយក៏បងប្អូនធ្វើការ click ម៉ៅស្ដាំ open តែម្ដងក៏បានអញ្ចឹងនៅពេលដែលបងប្អូនបើកបែបនេះមកបងប្អូនគ្រាន់តែធ្វើការ click ទៅលើ file AI Boy version ចុងក្រោយដែលខ្ញុំបានតម្លាក់ទៅហើយបងប្អូនចូលទៅក្នុង folder ចាស់របស់បងប្អូនដែលបានចុះហើយហ្នឹងចុះ license ហើយហ្នឹងបងប្អូនគ្រាន់តែធ្វើការទាញ file ហ្នឹងតម្លាក់ចូលទៅបាទជាការស្រេចបន្តមកទៀតបងប្អូនគ្រាន់តែ close file ដែលជា file ដែលត្រូវតម្លាក់ហ្នឹងបងប្អូន close ទៅលើអា Fara ហ្នឹងទៅហើយបងប្អូន click ទៅលើ file ដែលជា version ចុងក្រោយបើកមកគឺដំណើរការតែម្ដងបាទនេះគឺដំណើរការតែម្ដងអញ្ចឹងនៅក្នុង version 8.2 នេះគឺខ្ញុំបានធ្វើការ update ទៅលើ feature មួយចំនួនធំដែរហើយខ្ញុំនឹងធ្វើការចេញវីដេអូណែនាំទៅលើ feature ទាំងអស់ហ្នឹងទៅកាន់បងប្អូនដើម្បីងាយស្រួលក្នុងការប្រើប្រាស់ហើយមួយវិញទៀតសូមបញ្ជាក់ទៅកាន់បងប្អូនថាtool របស់យើងវាជា AI មែនក៏ប៉ុន្តែក៏មិនមែនថាយើងលេងដោយពឹងផ្អែកលើវា 100% នោះទេពីព្រោះថាយើងត្រូវការមានបច្ចេកទេសហើយដឹងអំពី flow នៃការលេងមួយចំនួនផងដែរយើងអាចរំពឹងទៅលើវា 100% បាននោះទេសូមបញ្ជាក់កន្លែងហ្នឹងតិចអញ្ចឹងសូមបងប្អូនធ្វើការលេងដោយទំនួលខុសត្រូវស្វែងយល់ឲ្យច្បាស់សិនចាំលេងសូមអរគុណ